ទី1ដែលខ្ញុំចាប់អារម្មណ៍បំផុតគឺសម្រាប់មន្ទីរពេទ្យកុមារអង្គរគឺมันមានការគិតថ្លៃសេវាក្នុងការព្យាបាលបញ្ជាក់ថាសម្រាប់មន្ទីរពេទ្យកុមារអង្គរជាកន្លែងមួយដែលផ្ដល់ក្តីសង្ឃឹមបាទជំរាបសួរខ្ញុំបាទឈ្មោះឡុងពិសាលសប្តាហ៍ថ្ងៃខ្ញុំបម្រើការនៅក្នុងប្រទេសកូរ៉េខ្ញុំជាប្រធានទីផ្សារនៅខាងក្រុមហ៊ុន Senb សម្រាប់ក្រុមហ៊ុន Senb គឺជាក្រុមហ៊ុនដែលធ្វើការផ្ញើប្រាក់ពីប្រទេសកូរ៉េមកកាន់ប្រទេសខ្មែរហើយនិងសម្រាប់ប្រទេសកូរ៉េទៅកាន់ប្រទេសផ្សេងៗទៀតផងដែរខ្ញុំផ្ទាល់ផងដែរគឺខ្ញុំចាប់ផ្ដើមស្គាល់មន្ទីរពេទ្យកុមារអង្គរគឺនៅឆ្នាំ2019គឺដំបូងឡើយនៅពេលដែលខ្ញុំចាប់ផ្ដើមស្គាល់មន្ទីរពេទ្យកុមារអង្គរទី1ដែលខ្ញុំចាប់អារម្មណ៍បំផុតគឺសម្រាប់មន្ទីរពេទ្យកុមារអង្គរគឺมันមានការគិតថ្លៃសេវាក្នុងការព្យាបាលហើយអ្វីដែលសំខាន់ទោះបីជាស្ថានភាពគ្រួសាររបស់គាត់មានការលំបាកឬក៏យ៉ាងណាក៏ដោយក៏គាត់មានលទ្ធភាពក្នុងការបញ្ជូនកូនក្នុងការព្យាបាលនៅក្នុងមន្ទីរពេទ្យកុមារអង្គរផងដែរហើយមួយទៀតសម្រាប់លោកគ្រូអ្នកគ្រូនៅក្នុងមន្ទីរពេទ្យគឺគាត់មានភាពរួសរាយរាក់ទាក់ហើយមានការយកចិត្តទុកដាក់មែនទែនសម្រាប់កុមារដែលគាត់មកធ្វើការព្យាបាលនៅកន្លែងនេះហើយជាមួយនឹងអាណាព្យាបាលដែលគាត់ស្នាក់នៅក្នុងមន្ទីរពេទ្យផងដែរបាទសម្រាប់ខ្ញុំផងដែរគឺអ្វីដែលជំរុញទឹកចិត្តឲ្យខ្ញុំធ្វើការបរិច្ចាគនិងជួយ support ទៅកាន់មន្ទីរពេទ្យកុមារអង្គរដូចខ្ញុំលើកឡើងមុននឹងអញ្ចឹងសម្រាប់មន្ទីរពេទ្យកុមារអង្គរគឺมันមានការគិតសេវាក្នុងការព្យាបាលនោះឡើយហើយសម្រាប់លោកគ្រូអ្នកគ្រូគឺគាត់មានវិជ្ជាជីវៈខ្ពស់ក្នុងការព្យាបាលកុមារទាំងអស់ផងដែរហើយអ្វីដែលសំខាន់គឺទោះបីជាស្ថានភាពរបស់គ្រួសារនឹងគាត់ស្ថិតនៅក្នុងស្ថានភាពមួយណាក៏ដោយក្រីក្រឬក៏គាត់ខ្វះលទ្ធភាពក្នុងការព្យាបាលកូនរបស់គាត់ក៏គាត់អាចធ្វើការមកព្យាបាលបានដោយមានផាសុកភាពនិងទំនុកចិត្តផងដែរព្រោះថាជាធម្មតាសម្រាប់កុមារយើងដឹងហើយសម្រាប់កុមារគឺជាទំពាំងស្នងនិស្ស័យរបស់ប្រទេសជាតិអញ្ចឹងហើយសុខភាពកុមារប្រសិនបើកុមារគាត់មានសុខភាពល្អអញ្ចឹងគាត់នឹងអាច grow up ជាមួយនឹងសុខភាពល្អនឹងគាត់អាចបម្រើការងារនៅក្នុងសង្គមមួយបានដល់ល្អប្រសើរហើយអ្វីដែលសំខាន់កុមារគាត់មានស្មារតីរឹងមាំក្នុងការអភិវឌ្ឍប្រទេសជាតិយើងនៅថ្ងៃអនាគតផងដែរនិយាយរួមទៅសម្រាប់អារម្មណ៍ខ្ញុំផ្ទាល់តែម្ដងមានការរំភើបសប្បាយព្រោះថាទោះបីជាវាជាចំណែកទូចមួយក្នុងការជួយ support ឬក៏ជួយសម្រួលដល់កុមារទាំងអស់ដែលគាត់គ្មានលទ្ធភាពក្នុងការព្យាបាលយើងអាចរួមគ្នាជួយនៅក្នុងមន្ទីរពេទ្យនេះគឺពិតជាមានមោទនភាពសម្រាប់ខ្លួនឯងហើយក៏មានភាពសប្បាយរីករាយមែនទែនក្នុងការជួយទៅដល់កុមារដែលគាត់កំពុងព្យាបាលនៅក្នុងមន្ទីរពេទ្យកុមារអង្គរសម្រាប់ការបរិច្ចាគនេះគឺយើងចាប់ផ្ដើមពីឆ្នាំ2025នេះទៅសម្រាប់ការចាប់ផ្ដើមបរិច្ចាគចាប់ផ្ដើមពីដើមឆ្នាំរហូតដល់ចុងឆ្នាំនេះតាមទិន្នន័យដែលយើងកំណត់បានគឺប្រហែលជាចន្លោះ$30,000ជាងមកកាន់មន្ទីរពេទ្យកុមារអង្គរផងដែរនិយាយរួមនៅពេលដែលខ្ញុំជួបពួកគាត់ផ្ទាល់ខ្ញុំមានអារម្មណ៍ថារឹតតែកក់ក្ដៅព្រោះថាពួកគាត់បានផ្ដល់ទំនុកចិត្តមួយសម្រាប់ទាំងកុមារហើយនិងសម្រាប់អាណាព្យាបាលហើយអីដែលសំខាន់សម្រាប់បុគ្គលិកទាំងអស់គឺគាត់មានការរួសរាយរាក់ទាក់ជាមួយនឹងសម្ដីសម្ដៅឬក៏កាយវិការអីផ្សេងហើយសម្រាប់លោកគ្រូអ្នកគ្រូដែលគាត់បម្រើការឬក៏ព្យាបាលសម្រាប់កុមារគឺគាត់មានវិជ្ជាជីវៈខ្ពស់ដូច្នេះហើយគឺខ្ញុំពិតជាមានអារម្មណ៍កក់ក្ដៅមែនទែនអញ្ចឹងជាចុងក្រោយនេះផងដែរខ្ញុំសូមលើកម្រាមដៃ10ក្នុងការនាំសារទៅកាន់បងប្អូនដែលគាត់មានចំណាប់អារម្មណ៍ក្នុងការបរិច្ចាគមកកាន់មន្ទីរពេទ្យផងដែរទោះបីជាតិចក្តីច្រើនក្តីព្រោះថាសប្តាហ៍ថ្ងៃនេះសម្រាប់មន្ទីរពេទ្យកុមារអង្គរផងដែរគឺមានការខ្វះខាតជាច្រើនហើយអ្វីដែលសំខាន់គឺមានកុមារជាច្រើនដែលកំពុងរងចាំបងប្អូនទាំងអស់គ្នាព្រោះថាឥឡូវនេះដូចមានកុមារខាងជំងឺមហារីកឬក៏ជំងឺផ្សេងដែលគាត់កំពុងត្រូវការព្យាបាលដូច្នេះហើយនៅក្នុងមន្ទីរពេទ្យគឺមានវិទ្យាសាស្ត្រជាច្រើនក៏ប៉ុន្តែយើងក៏នៅតែមានការខ្វះខាតមួយឆ្នាំទៅមួយឆ្នាំគឺយើងមានការខ្វះខាតជានិច្ចដូច្នេះហើយប្រសិនបើអាចសូមសំណូមពរដល់បងប្អូនទាំងអស់ចូលរួមទាំងអស់គ្នាដើម្បីកុមារកម្ពុជាទាំងអស់គ្នាព្រោះថាកុមារគឺជាទំពាំងស្នងនិស្ស័យគឺជាសសរទ្រូងសម្រាប់ប្រទេសជាតិថាមពលនៃសហគមន៍គឺមិនមានដែនកំណត់
យើងខ្ញុំពិតជាមានមោទនភាពចំពោះគំនិតច្នៃប្រឌិតនិងការលះបង់ធនធានរបស់សប្បុរសជនក្នុងការគៀងគរមូលនិធិឬក៏រៀបចំព្រឹត្តិការណ៍ដើម្បីរេង្គៀសថវិកាឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរព្រឹត្តិការណ៍ដើររត់ជិះកង់ឬក៏យុទ្ធនាការផ្សេងៗតាមបណ្ដាញសង្គមគឺសុទ្ធតែជាកម្មវិធីដែលបងប្អូនអាចធ្វើបានដើម្បីក្តីសង្ឃឹមនិងស្នាមញញឹមរបស់កុមារតូចៗសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅនៅទឹកចិត្តដ៏សប្បុរសរបស់បងប្អូនក្នុងការជួយជាកម្លាំងគៀងគរមូលនិធិពីសាធារណជនសម្រាប់មន្ទីរពេទ្យកុមារអង្គរយើងរួមគ្នាលើកកម្ពស់សុខុមាលភាពកុមារនៅក្នុងសហគមន៍ទាំងអស់គ្នា